វីដេអូនេះគឺសម្រាប់អ្នកដែលពាក់វ៉ែនតាយូរឆ្នាំដូចខ្ញុំអញ្ចឹងហើយមានអារម្មណ៍ថាចង់ពាក់លែនដែរប៉ុន្តែអត់ហ៊ានពាក់ទេដោយសារតែទី1គាត់ថាអត់ចេះពាក់ហើយទី2ក៏គឺគាត់អត់គាត់ថាមិនដឹងថាពាក់លែនទៅអីបើពាក់វ៉ែនតាមើលច្បាស់ដូចគ្នាអញ្ចឹងប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបើសិនជាពាក់វ៉ែនតាយូរឆ្នាំមកហើយប៉ុន្តែធ្លាប់ពាក់លែនគួរតែសាកពាក់ម្ដងព្រោះថានៅពេលដែលយើងពាក់វាបានម្ដងគឺអារម្មណ៍យើងខុសប្លែកមែនតើដោយសារតែមួយថ្ងៃមុនហ្នឹងខ្ញុំចុះធ្វើការជាមួយជនជាតិជប៉ុនជនជាតិចិនអញ្ចឹងណាពួកគាត់សិតតែញញប់ទាំងអស់គ្នាប៉ុន្តែខ្ញុំធ្វើមួយគាត់ធ្វើការងារមួយគាត់ដល់រាប់ឆ្នាំហើយតែខ្ញុំអត់ដឹងថាគាត់ញញប់ទេដោយសារគាត់អត់ដែរពាក់វ៉ែនតាដល់ពេលហ្នឹងទៅញ៉ាំអីទៅគាត់ថាគាត់ពាក់ឡែនប៉ុន្តែឡែនគាត់ឡែនថ្លាធម្មតាណាវាមិនឡែនដូចថាអ្នកខ្លះគេពាក់ឡែនដើម្បីឲ្យភ្នែកគេមើលទៅស្អាតវាមានពណ៌មានអីអញ្ចឹងប៉ុន្តែសម្រាប់គាត់ពាក់ធម្មតាពណ៌សឡែនថ្លាដូចកញ្ចក់ហ្នឹងនៅពាក់ទៅគឺអត់ដឹងថាពាក់ទេអញ្ចឹងគឺគាត់ពាក់ឡែនដល់ពេលខ្ញុំឃើញគាត់ពាក់ទៅអូខេយើងលក្ខណៈថាយើងពាក់វ៉ែនតារាប់ឆ្នាំមកដែរអញ្ចឹងយើងគិតថាមិនគឺយើងអត់ដែរគិតថាយើងចង់ពាក់ឡែនអញ្ចឹងក៏ខ្ញុំសាកទៅទិញឡែនពាក់ដល់ពេលខ្ញុំពាក់មកអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអារម្មណ៍មួយថ្មីតែម្ដងលក្ខណៈថាយើងរហូតដល់ពេលដែលយើងដោះវ៉ែនតាចាញ់គឺយើងមើលឃើញពិភពលោកហ្នឹងគឺស្រវាំងទាំងអស់មើលច្បាស់អញ្ចឹងយើងត្រូវការពាក់វ៉ែនតានៅពេលយើងពាក់វ៉ែនតាទៅគឺវាច្បាស់ប៉ុន្តែនៅពេលដែលយើងពាក់វ៉ែនតាពេលយើងមើលទៅយើងអាចឃើញអាត្រេវ៉ែនតានៅជុំមកអញ្ចឹងយើងនៅតែថាយើងពាក់វ៉ែនតាមិនមើលច្បាស់តែនៅពេលដែលយើងដោះវ៉ែនតាចេញហើយយើងពាក់ឡែនអ្នកទាំងអស់គ្នាមានអារម្មណ៍ថាដូចយើងទៅវះកាត់ភ្នែកហើយដូរភ្នែកថ្មីអញ្ចឹងលក្ខណៈថាលោកច្បាស់តែម្ដងហើយឡើងមានអារម្មណ៍ថាអូយអញភ្នែកពាក់វ៉ែនតាមើលឃើញពិភពលោកច្បាស់ចឹងដែរមានអារម្មណ៍ថាអារម្មណ៍យើងប្លែកដោយសារយើងបានពាក់លើកដំបូងហើយយើងអត់ពាក់វ៉ែនតាប៉ុន្តែភ្នែកយើងមើលឃើញច្បាស់ហើយនៅពេលដែលពាក់ទៅគឺអត់មានអារម្មណ៍ថាយើងពាក់ឬក៏ទោះភ្នែកអីភ្នែកឯងពេលយើងពាក់ទៅមានអារម្មណ៍ថាធម្មតាហើយទីមួយវាស៊ីជាមួយនឹងភ្នែកយើងទៀតពាក់ទៅទោះបីយើងកលែងចុះឡើងកលែងឆ្វេងកលែងស្ដាំគឺភ្នែកយើងនៅតែច្បាស់មិនមែនដូចថាវ៉ែនតាពេលដែលយើងរៀងពាក់ទៅវារៀងធ្លាក់ទេចឹងនៅពេលដែលយើងមើលច្បាស់យើងតែងតែហួយមែនតែចិត្តភ្នែកទៅដើម្បីមើលកន្លែងទៅឆ្វេងកន្លែងទៅស្ដាំទៅវាឃើញច្បាស់ប៉ុន្តែនៅពេលដែលយើងពាក់ឡែនអ្នកទាំងអស់គ្នាមិនចាំបាច់ទៅវ៉ែនតាចុះទៅវ៉ែនតាឡើងឯងគ្រាន់តែយើងកន្លែងចុះកន្លែងឡើងគឺច្បាស់ហើយអារម្មណ៍ហ្នឹងគឺប្លែកមែនតើអញ្ចឹងបើសិនជាអ្នកទាំងអស់ពាក់វ៉ែនតារាប់ឆ្នាំហើយដែលពាក់ឡែនខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែសាកពាក់ម្ដងដើម្បីដឹងថាអារម្មណ៍ដែលយើងខានមើលឃើញពិភពលោកច្បាស់ដែលអត់ពាក់វ៉ែនតាហ្នឹងវាមិនអញ្ចឹងអ្នកទាំងអស់គ្នាគួរតែពាក់ម្ដងហើយតើអត់មានអីពិបាកទេខ្ញុំឃើញវីដេអូភាគច្រើនខ្ញុំក្នុង TikTok ខ្ញុំឃើញវីដេអូគេរបៀបថាហើយខ្ញុំឃើញអូវ៉ែនឡែនពិបាកពេកចឹងខ្ញុំមិនអាចគិតថាខ្ញុំចង់ពាក់ឡែនទេដោយសារឃើញថាម្នាក់ពិបាកទីមួយនោះពេលពាក់ចូលហើយមិនដឹងថាដោះមិនខ្ញុំខ្លាចដោះអត់ចេញត្រូវទៅប៉ែត្រូវទៅអីចឹងអត់មានទេអ្នកទាំងអស់គ្នាអ្នកខ្លះគេថាអូយពាក់ទី1ប្រហែលជារៀងពិបាកអីខ្ញុំពាក់ទី1ភ្លាមចូលភ្លាមខ្ញុំមើលវីដេអូទៅមួយវីដេអូគេរបៀបពាក់ឡែនតែរបៀបពាក់ឡែននោះវាមានច្រើនគ្នាមែនតើអញ្ចឹងយើងអាចយកវិធីណាដែលយើងគិតថាស្រួលសម្រាប់យើងខ្ញុំយកវិធីនោះគឺស្រួលមែនតើអញ្ចឹងអ្នកទាំងអស់គ្នាបើអត់ដែរពាក់ឡែនសោះហើយឬក៏ចង់ពាក់ឡែនអ្នកខ្លះអត់មញោបទេតែចង់ពាក់ដើម្បីឲ្យលើកសម្រស់ស្អាតហើយមួយទៀតអ្នកដែលខ្លះខំទិញឡែនមកហើយប៉ុន្តែពាក់អត់ចេះពេកហើយបោះចោលហើយຕົកចោលដោយសារថាគិតថាខ្លួនឯងពាក់អត់កើតអ្នកទាំងអស់គ្នាអាចប្រើវិធីនេះបានគឺស្រួលមែនតើពាក់តែបន្តិចទេមិនបានមួយសង្ខេបនេះគឺចូលហើយនៅពេលដោះក៏ស្រួលដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅមើលការពាក់របស់ខ្ញុំបានអញ្ចឹងទៅមើលទាំងអស់គ្នា